ចាស់ព្រឹទ្ធាចារ្យគឺលោកអ៊ំមឿនជាលបងតនរត់ដើរលឿនមកប្រយ័ត្នមេងងឹតគ្មានកន្លែងគេងនៅក្នុងព្រៃឥឡូវហើយអូខេខ្ញុំដឹងហើយគ្រាន់តែខ្ញុំបារម្ភថាបើគេងនៅក្នុងព្រៃនេះអាចនឹងមានបញ្ហាអញ្ចឹងទើបបានជាខ្ញុំទឿនឯងណាអូខេខ្ញុំឯងនេះមិននៅយកជាប់គ្នាបបូតឃ្លីហើយនេះតោះបាយអន់បែបជួយផងមេចិត្តងឹតហើយមិនបានខ្ញុំការពីនាង